ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាខ្ញុំបាទឈ្មោះសារីមគឺជាគ្រូបង្ហាត់ផ្នែកកាយសម្បទាថ្ងៃនេះខ្ញុំនឹងមកចែកពីកន្លឹះខ្លះៗដែលតាក់ទងជាមួយនឹងលទ្ធផលយូរអង្វែងនៃការវឹកហាត់កាយសម្បទាឬក៏ការវឹកហាត់ផ្នែករាងកាយដោយអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងការវឹកហាត់ផ្នែកកាយសម្បទាវាមានសារៈសំខាន់មែនទែនសម្រាប់សុខភាពរបស់យើងដូចជាសុខភាពផ្លូវចិត្តសុខភាពរាងកាយធ្វើឲ្យយើងជៀសផុតពីជំងឺកាយសាហាវដូចជាជំងឺមហារីកជាដើមឬក៏ជំងឺបាក់ទឹកចិត្តការគេមិនលក់ជាដើមអូខេអញ្ចឹងយើងបកត្រឡប់មកវិញក្នុងកន្លឹះទាំងនោះគឺខ្ញុំមាន4កន្លឹះធំដែលអាចផ្ដល់ឲ្យអ្នកទាំងអស់គ្នាអាចវឹកហាត់កាយសម្បទាឬក៏អប់រំកាយសម្បទារបស់យើងឲ្យបានយូរអង្វែងចំណុចទី1ចំណេះដឹងនិងការលើកទឹកចិត្តការបង្កើនទម្លាប់ហាត់ប្រាណជាប្រចាំថ្ងៃគឺធ្វើឲ្យយើងយល់ដឹងអំពីពេលវេលានៃការហាត់ប្រាណឲ្យបានជាប់លាប់ឬក៏ទៀងទាត់បង្កើតឆន្ទៈឲ្យយើងអាចហាត់ប្រាណជាប្រចាំថ្ងៃហើយនឹងយូរអង្វែងចំណុចទី2ការការពាររបួសបច្ចេកទេសត្រឹមត្រូវការរៀនសូត្រអំពីការធ្វើបច្ចេកទេសលំហាត់ប្រាណឲ្យបានត្រឹមត្រូវគឺជៀសវាងឲ្យយើងធ្វើលំហាត់ខុសបណ្ដាលឲ្យយើងមានហានិភ័យដូចជាការលើកទម្ងន់ធ្ងន់ហើយលើកមិនត្រូវបច្ចេកទេសធ្វើឲ្យយើងប៉ះពាល់ខ្នងឬក៏ជង្គង់ជាដើមដែលធ្វើឲ្យយើងមិនអាចវឹកហាត់ផ្នែកកាយសម្បទាបានយូរនៅក្នុងលំហាត់ចំណុចដែលសុវត្ថិភាពការយល់ដឹងពីរបៀបធ្វើលំហាត់ឲ្យបានត្រឹមត្រូវគឺជាកត្តាសំខាន់ដល់សុវត្ថិភាពនៃរាងកាយរបស់យើងអាចបន្តការវឹកហាត់ផ្នែកកាយសម្បទាឬក៏កម្លាំងផ្លូវចិត្តឲ្យបានយូរអង្វែងពេញមួយជីវិតចំណុចទី3សុខភាពទូទៅសុខភាពផ្លូវចិត្តជាមួយនឹងការវឹកហាត់ផ្នែកកាយសម្បទាក៏អាចជួយឲ្យអារម្មណ៍និងផ្លូវចិត្តរបស់យើងកាន់តែល្អប្រសើរជាងមុនដូចជាកាត់បន្ថយភាពតានតឹងកាត់បន្ថយភាពស្មុគស្មាញឬក៏ជំងឺបាក់ទឹកចិត្តជាដើមហើយនឹងធ្វើឲ្យយើងគេងលក់ស្រួលក្នុងជំនាញអភិវឌ្ឍរាងកាយឬក៏អភិវឌ្ឍជំនាញជីវិតក៏ពាក់ព័ន្ធជាមួយនឹងកីឡាផងដែរហើយក៏អាចឲ្យយើងអភិវឌ្ឍជំនាញជីវិតសំខាន់ដូចជាសហការជាក្រុមនិងទំនាក់ទំនងការដោះស្រាយបញ្ហាជាដើមចំណុចទី4ថាមពលនិងកម្លាំងការហាត់ប្រាណទៀងទាត់ធ្វើឲ្យបង្កើនថាមពលប្រព័ន្ធសរសៃឈាមបេះដូងកាន់តែល្អប្រសើរជាងមុនហើយការហាត់ប្រាណក៏ជួយគ្រប់គ្រងទម្ងន់របស់យើងឲ្យបាននៅឋិតថេរដោយមិនចាំបាច់តមហាខ្លាំងពេកនាំឲ្យពិបាកដល់រាងកាយបាទអញ្ចឹងសរុបមកវិញការវឹកហាត់ផ្នែកកាយសម្បទាមិនមែនគ្រាន់តែការធ្វើលំហាត់ប្រាណតែប៉ុណ្ណោះទេការវឹកហាត់ផ្នែកកាយសម្បទាដូចជាការវិនិយោគរយៈពេលវែងអញ្ចឹងយើងត្រូវយល់ដឹងអំពីការធ្វើរបបអាហារការវឹកហាត់លំហាត់ប្រាណឲ្យបានត្រឹមត្រូវការគេងការវឹកហាត់ផ្លូវអារម្មណ៍ក៏ដូចជាធ្វើម៉េចឲ្យរាងកាយរបស់យើងរីកចម្រើនទៅមុខក្នុងរយៈពេលវែង2ឆ្នាំ